សាទកណ្ដោយៈនេះអត់សូវធំប៉ុន្មានទេអ្នកគ្នាខ្ញុំមើលទៅតាមឈ្មោះកន្លែងស្លាកដែលខាងអាជ្ញាធរអប្សរាដែលគាត់ដាក់នៅខាងមុខផ្លូវចូលហើយនេះបៃតងស្អាតមែនតើអញ្ចឹងបើសិនជាអ្នកតគ្នាមានពេលទំនេរអីអាចបបួលគ្នាមកលេងនៅថ្ងៃចុងសប្តាហ៍ឬក៏ពេលសម្រាប់ពីការងារអីបានច្រើនផងអ្នកគ្នាអូបៃតងខ្ចីហ្មងហើយកន្លែងនេះធំអ្នកគ្នាកន្លែងនេះគឺធំមែនតើអ្នកគ្នាទឹកនោះដល់ទៅក្នុងទៀតហើយមើលទៅគឺសិតតែមួយឆានៅលើនឹងគឺស្អាតខ្លាំងមែនតើអ្នកគ្នាពណ៌បៃតងស្អាតខ្លាំងណាស់នៅខាងជើងប្រាសាទនាង12អ្នកគ្នាបើសិនជាអ្នកគ្នាស្គាល់ប្រាសាទកសក់គឺនៅជាប់គ្នានឹងឯអ្នកគ្នានៅខាងជើងប្រាសាទកសក់បន្តិចនេះមើលទេសភាពហើយឥឡូវនេះគឺខ្ញុំមកពេលព្រឹកដោយសារកន្លែងនេះគឺអត់សូវមានភ្ញៀវមកដល់ទេអ្នកគ្នាទាំងទៅខ្ញុំមកនេះគឺអត់ទាន់ឃើញមានភ្ញៀវមកទេហើយស្ងប់ស្ងាត់ជាមួយនឹងទេសភាព view ដែលយើងមើលទៅគឺអេមខ្លាំងមែនទែនអូខេអ្នកគ្នាអញ្ចឹងខ្ញុំនាំអ្នកទាំងគ្នាទៅឡើងទៅទស្សនានៅលើប្រាសាទទៅមើលទេសភាពនៅខាងលើទៅគឺស្អាតខ្លាំងមែនទែនអ្នកគ្នាទេសភាពបៃតងត្រជាក់ភ្នែកល្អខ្លាំងមែនទែនឡើងទៅថតរូបថតអីបន្តិចដើម្បីឲ្យអ្នកគ្នាបានឃើញហើយនេះគឺកន្លែងឈ្មោះគេដាក់ប្រាសាទកណ្ដោយៈអ្នកគ្នាអញ្ចឹងយើងទៅទស្សនានៅខាងលើជាមួយខ្ញុំអ្នកគ្នាប្រាសាទនៅខាងលើហើយខាងក្រោមនេះគឺជាកន្លែងប្លង់ទេសភាពទឹកពណ៌ដោយបច្ឆាដែលខ្ញុំបានបង្ហាញមិញឥឡូវខ្ញុំបានមកដល់លើហើយកន្លែងប្រាសាទហើយទេសភាពសត្វដើមឈើគឺស្អាតមែនតើនៅជុំវិញប្រាសាទអូស្អាតខ្លាំងមែនតើនេះនៅទឹកកពស់បៃតងនៅលើថ្មប្រាសាទខាងលើនេះកពស់បៃតងហើយនេះទេសភាពខាងក្រោមយើងមើលពីលើទៅអូបៃតងខ្ចីហ្មងហើយកន្លែងនេះធំអ្នកគ្នាហើយនេះនៅលើថ្មប្រាសាទនៅខាងលើអ្នកគ្នាគឺសត្វតែស្លែពណ៌បៃតងដូចនៅទឹកខាងក្រោមនឹងដែរសារទៅតែភ្លៀងពីល្ងាចហើយអ្នកគ្នាមើលទៅគឺស្រស់បំប្រងល្អមែនតើនេះមកប្រាសាទក៏បៃតងហើយទឹកខាងក្រោមនោះក៏បៃតងនេះខៀវខ្ចីហ្មងហើយខាងលើនេះគឺជាតួប្រាសាទកណ្ដោយៈនេះអត់សូវធំប៉ុន្មានទេអ្នកគ្នាខ្ញុំមើលទៅតាមឈ្មោះកន្លែងស្លាកដែលខាងអាជ្ញាធរអប្សរាដែលគាត់ដាក់នៅខាងមុខផ្លូវចូលហើយនេះបៃតងស្អាតមែនតើខ្ញុំបាននិយាយពីមុនមកអញ្ចឹងគឺសាទខាងនឹងអត់សូវមានភ្ញៀវគាត់មកដល់ទេអ្នកគ្នាអញ្ចឹងទៅទេសភាពក៏ដូចជាបរិយាកាសគឺស្ងប់ស្ងាត់ល្អមែនតើអញ្ចឹងបើសិនជាអ្នកតគ្នាមានពេលទំនេរអីអាចបបួលគ្នាមកលេងនៅថ្ងៃចុងសប្តាហ៍ឬក៏ពេលសម្រាប់ពីការងារអីបានច្រើនផងអ្នកគ្នាស្អាតខ្លាំងណាស់អ្នកគ្នានេះបៃតងខ្ចីហ្មងនេះអូខេហើយនោះនៅខាងក្រោមនៅខាងក្រោយខ្ញុំហ្នឹងបៃតងខ្ចីសត្វគឺមច្ឆាលាក់ខ្លួននៅក្បែរប្រាសាទអញ្ចឹងខ្ញុំបានដើរមើលមកជុំប្រាសាទហើយអ្នកគ្នាថាប្រាសាទអត់សូវជាតួប្រាសាទសូវធំប៉ុន្មានទេអ្នកគ្នាទូចបានល្មមយើងដើរមើលដើរទស្សនាឲ្យបានស្រួលអញ្ចឹងខ្ញុំនឹងថតរូបខ្លះដើម្បីបានឲ្យអ្នកគ្នាមើលក៏ដូចជាទស្សនាលេងកម្សាន្តនៅពេលដែលអ្នកគ្នាមានពេលទំនេរឬក៏អាចជប់សម្រាប់ថ្ងៃចុងសប្តាហ៍សៅរ៍អាទិត្យអីអាចមកទស្សនាឬក៏មកលេងកម្សាន្តថតរូបលេងកម្សាន្តនៅប្រាសាទកណ្ដោយៈនេះបានអ្នកគ្នានៅជិតនឹងខាងមុខខាងនោះលានចូលដំរីអ្នកគ្នាមើលអត់ឃើញទេដោយសារដើមឈើច្រើនបើសិនជាអ្នកគ្នាស្គាល់ប្រាសាទកសក់អ្នកគ្នាប្រាសាទកសក់នេះនៅខាងមុខនេះអញ្ចឹងអ្នកគ្នាចាញ់ពីកន្លែងដែលគេលក់អីកន្លែងដែលតែងញ៉ាំបាយនៅមុខប្រាសាទសំទោសនៅ
មុខព្រះលានចូលដំរីនឹងចាញ់ពីនឹងកន្លែងញ៉ាំបាយនឹងមកខាងក្រោយមកដល់ប្រាសាទកសក់តែមកខាងជើងនេះមួយទៀតគឺដល់ប្រាសាទនេះហើយអ្នកគ្នាអូខេអញ្ចឹងអ្នកគ្នាអាចមកទស្សនាលេងបានអញ្ចឹងវីដេអូនឹងមានតែប៉ុណ្្នឹងឯងអ្នកគ្នាដោយសារមួយរយៈនេះខ្ញុំរវល់ការងារដែរទៅក៏អត់សូវបានចេញវីដេអូទេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយទៀតបាយបាយ